កាត់ទឹកដីធ្វើជាស្ដេចលោកក៏ដឹងដែរកាត់ទឹកដីដោយកាត់សាច់មានការឈឺចាប់និងប្រមាថដល់នគរខ្ញុំតែធ្វើជាស្ដេចមិនមែនតែចុះចូលទេម្យ៉ាងទៀតនគរឈិញមិនដែលមានគំរូយកដីធ្វើការដោះដូរឡើយយើងមិនហ៊ានឲ្យខូចពីដីទេធ្វើស្ដេចក្ដីក៏ឲ្យគុណអំណោយក្ដីនគរអួយចាត់រាជទូតឲ្យចូលនគរឈិញធ្វើតាមសិលធម៌នគរចិត្តខាងរីឯកាត់ទឹកដីធ្វើឲ្យខូចវិន័យឬក៏អត់នោះទូលបង្គំមិនដឹងទេទឹកដីដល់ហើស៊ីឲ្យវិញក៏បានមិនឲ្យក៏បានជាក់ស្ដែងជាព្រំដែនអួយថ្ងៃនេះស្ដេចឈិញគឺមិនដាច់ចិត្តយ៉ាងច្រើនណាស់ស្ដេចអួយប្រមូលទ័ពទាទឹកដីវិញហើយដល់ពេលនោះការប្រមាថដល់នគរនិងក្តីឈឺចាប់គឺជិះមិនផុតនោះទេបើកម្រើកឯងនឹងដាច់ក្បាលសម្ដីរាជទូតអួយទទួលបាននៅដាវឈិញរបស់យើងលោកខ្លាចដាវបើខ្លាចមិនក៏ហ៊ានទាទឹកដីវិញអញ្ចឹងអីហ៎ដាវឈិញដកចេញពីស្រោមគឺផឹកឈាមស្រស់មិនមែនយកមកសម្លុតគម្រាមទេថ្ងៃក្រោយកុំដកចេញប្រទេសផ្ដាស់ប្រយ័ត្នមានគ្រោះថ្នាក់ទៅទូលបង្គំទទួលរាជវិជាចូលនគរឈិញដើម្បីឲ្យដំណឹងទៅកុយគុណអំណោយមិននឹកស្មានថាទទួលការរាក់ទាក់បែបនេះសូមថ្វាយបង្គំលារាជទូតអួយឈប់សិនខ្ញុំចាំបានថាស្ដេចអួយប្រហែលឆ្នាំមុននេះតែងតាំងខ្លួនជាស្ដេចហើយនេះជាលើកទីប្រមាណហើយទី2ទី3មើលទៅតាំងខ្លួនជាស្ដេចដល់វក់វីដើម្បីអបអរសាទរស្ដេចអួយហើយតាំងខ្លួនជាស្ដេចម្ដងទៀតពួកខ្ញុំខំនិពន្ធសម្ដែងរឿងនេះសូមលោកទស្សនាសិនទៅបើពេញចិត្តហើយសូមព្រះអង្គឲ្យនាំទៅក្រុងផឹងសម្ដែងឲ្យព្រះអង្គទៅផងស្ដេចអួយជាទីគោរពហេតុអីក៏ស្លៀកពាក់ឯកសណ្ឋានអ្នកទោសជាប់ខ្នោះលុតជង្គង់នៅចំពោះមុខខ្ញុំស្ដេចក្រាញ់ដល់ឆ្លៀសវៃទ្រង់មានមេត្តាធម៌អត់ព្រំដែនទ្រង់ដាក់ខ្លួនធ្វើឲ្យទូបង្គំអៀនខ្មាស់ខ្ញុំសុខចិត្តដឹកនាំស្ដេចក្រាញ់ទាំងអស់គោរពលោកជាស្ដេចគោរពលោកជាស្ដេចមុនគ្រិស្តសករាជ334នគរអួយនិងនគរជីធ្វើជាស្ដេចនៅក្រុងផឹងគឺដើម្បីចងសម្ព័ន្ធភាពនយោបាយបើស្ដេចឈិញមិនតាំងខ្លួនជាស្ដេចអញ្ចឹងស្ដេចនៅក្រោមមេឃទាំងអស់សោចំអកហើយនគរអួយដែលធ្លាប់វិទីក្រោមមេឃអំណាចធ្លាក់ចុះឆ្លៀតពេលផ្សារភ្ជាប់នឹងនគរជីចងសម្ព័ន្ធមិត្តលើកស័ក្តិនគរជីជាស្ដេចមានបំណងចង់ទប់ទល់នឹងនគរឈិញដែលមានអំណាចខ្លាំងចូលមកភាគខាងកើតឈីនឹងអួយធ្វើសឹកមិនស័ក្តិសមធ្វើជាស្ដេចប្រសើរជាងសម្ដីស្ដេចអួយដូចជាសម្ដីពិតតែក្នុងចិត្តបង្កប់កលល្បិចខាងត្បូងគឺមាននគរឈូរឹកពីធំខាងលិចគឺមាននគរឈិញធ្វើឲ្យមនុស្សភ័យខ្លាចមិនចឹងទេចាត់ការខ្ញុំមកចោះស្ដេចឈីនៅនិយាយមិនខ្លាយគួរឲ្យអាណិតរត់ជង្គង់ចោះសុំតាំងខ្លួនជាស្ដេចប៉ុន្មានដងហើយបើមិនព្រមខ្ញុំនឹងធ្វើអត្តឃាតខ្លួនឯងហើយខ្ញុំនឹងធ្វើអត្តឃាតខ្លួនឯងពិតជាល្ខោនល្អមែនហើយខ្ញុំនឹងចងចាំមួយម៉ាត់នគរអួយនៅថ្ងៃនេះ